អ្នកដឹងទេថានៅរាត្រីមួយក្នុងឆ្នាំ1983ពិភពលោកទាំងមូលស្ទើរតែរលំព្រោះនៅលើអេក្រង់ក្នុងបង្គំនៅក្រោមដីរបស់សូវៀតបង្ហាញថាសហរដ្ឋអាមេរិកបានបាញ់មីស៊ីលនុយក្លេអ៊ែរមកហើយមួយគ្រាប់ហើយបន្ទាប់មកមានបន្ថែម4គ្រាប់ទៀតសរុបជា5គ្រាប់មនុស្សដែលអង្គុយមើលអេក្រង់នោះមានឈ្មោះថា Stanislav Petro គាត់មានពេលប្រហែល20នាទីប៉ុណ្ណោះមុនពេលអ្វីៗទាំងអស់អាចคล้ายជាវិនាសកម្មដែលមិនអាចត្រឡប់ក្រោយបានគាត់មិនបាននៅលើសមរភូមិទេមិនមានសម្លេងកំភ្លើងមិនមានផ្សែងភ្លើងមានតែសម្លេងសញ្ញាប្រមានឮនៅក្នុងបន្ទប់ត្រជាក់តូចមួយនិងភ្លើងពណ៌ក្រហមភ្លឹបភ្លាត់ដែលធ្វើឲ្យបេះដូងរបស់មនុស្សទាំងពិភពលោកដូចជាទ្រឺដាក់លើតុតែមួយនៅពេលនោះពាក្យថារាយការណ៍ឡើងលើមិនមែនមានន័យថាចុចប៊ូតុងបាញ់ភ្លាមៗទេប៉ុន្តែមានន័យថាបញ្ជូនព័ត៌មានឡើងតាមខ្សែបញ្ជាការដើម្បីចូលទៅក្នុងគោលការណ៍ដ៏សាហាវបំផុតនៃសម័យនោះគឺបាញ់តបភ្លាមៗនៅពេលទទួលសញ្ញាព្រោះបើរងចាំពិនិត្យអាចយឺតពេលចំណុចគួរឲ្យភ័យគឺនៅក្នុងទីក្រុងធម្មតាមនុស្សនៅតែរស់នៅដោយធម្មតាក្មេងខ្លះប្រហែលកំពុងដេកមនុស្សជាច្រើនប្រហែលកំពុងបិទភ្លើងដេកប៉ុន្តែនៅក្នុងបង្គំក្រោមដីពេត្រូឃើញពាក្យថាការវាយប្រហារហើយត្រូវសម្រេចចិត្តខណៈពេលវេលាคล้ายជាសត្រូវនាឡិកាកំពុងរាប់ថយក្រោយលឿនជាងហេតុផលបើគាត់រាយការណ៍តាមនីតិវិធីធម្មតារឿងអាចឡើងលើដោយដូមីណូជាន់ទី1បញ្ជាក់ជាន់ទី2សម្រេចចិត្តជាន់ទី3បញ្ជាឲ្យបានហើយពិភពលោកអាចចូលទៅក្នុងផ្លូវដ៏គ្រោះថ្នាក់បំផុតភ្លាមប៉ុន្តែជំនួសឲ្យជឿលើប្រព័ន្ធគាត់មានអារម្មណ៍ចម្លែកខ្លាំងណាស់ព្រោះបើវាជាការវាយប្រហារពិតវាមិនគួរចាប់ផ្ដើមត្រឹមតែ5គ្រាប់ទេគាត់គិតដូចមនុស្សដែលបានហ្វឹកហាត់ថាបើចាប់ផ្ដើមសង្គ្រាមពិតវាគួរតែបាញ់រាប់រយគ្រាប់ដើម្បីបំផ្លាញសមត្ថភាពបាញ់តបអ្វីដែលគួរឲ្យបារម្ភគឺនៅពេលនោះមិនទាន់មានការបញ្ជាក់ពីរ៉ាដាផ្ទៃដីទេមានតែព័ត៌មានពីផ្កាយរណោនិងប្រព័ន្ធដែលកំពុងរោទថាពិតប្រាកដសូមស្រមៃថាម្នាក់នៅក្នុងស្ថានភាពនោះបើសម្រេចខកមិនរាយការណ៍អាចធ្វើឲ្យប្រទេសរបស់អ្នកត្រូវវាយប្រហារបើសម្រេចខុសម្ដងទៀតរាយការណ៍ខុសអ្នកអាចជាមនុស្សដែលចាប់ផ្ដើមសង្គ្រាមនុយក្លេអ៊ែរពីសញ្ញាคล้ายៗនៅរាត្រីដែលពិភពលោកតានតឹងបំផុតកំហុសតូចៗអាចលាក់ខ្លួនដូចជាការពិតបានយ៉ាងល្អពិសេសនៅសម័យនោះដែលទំនាក់ទំនងរវាងអាមេរិកនិងសូវៀតតានតឹងដូចខ្សែដែលជិតដាច់ពេត្រូជ្រើសធ្វើអ្វីដែលមានហានិភ័យបំផុតក្នុងប្រព័ន្ធដែលមិនចូលចិត្តការហានិភ័យគាត់សម្រេចថាវាជាកំហុសរបស់ប្រព័ន្ធមិនមែនជាការវាយប្រហារទេគាត់ជ្រើសរង់ចាំផុសតាងបន្ថែមទោះបីនាឡិកាកំពុងដំណើរទៅមុខដោយមាននរណាម្នាក់រុញវាហើយអ្វីដែលធ្វើឲ្យគេចង់ស្ទើរខ្លាចគឺការពិតដែលបានដឹងនៅពេលក្រោយវាជាសញ្ញាខុសពិតប្រាកដផ្កាយរណោបានបកប្រែពន្លឺព្រះអាទិត្យដែលឆ្លក់នៅលើពពកខ្ពស់ខុសថាជាការបាញ់មីស៊ីលពិភពលោកគួរតែរងវិនាសកម្មប៉ុន្តែវាបានរួចផុតព្រោះមនុស្សម្នាក់មិនអនុញ្ញាតឲ្យការភ័យខ្លាចនាំដៃគាត់លឿនជាងហេតុផលមេរៀនដ៏សាហាវបំផុតពីរឿងនេះគឺពិភពលោកស្ទើរតែរលំមិនមែនព្រោះមាននរណាម្នាក់ចង់ចុចប៊ូតុងទេប៉ុន្តែព្រោះប្រព័ន្ធអាចខូចមនុស្សអាចខុសហើយពេលវេលាដើម្បីកែសម្រួលវាមានតិចណាស់នៅសម័យដែលពិភពលោកកំពុងតានតឹងម្ដងទៀតរឿងបែបនេះគួរឲ្យភ័យខ្លាចព្រោះវិនាសកម្មមិនចាប់ផ្ដើមពីការផ្ទុះទេប៉ុន្តែវាចាប់ផ្ដើមពីការយល់ច្រឡំដែលរត់លឿនជាងការពិតហើយបញ្ចប់ដោយការសម្រេចចិត្តដែលយឺតពេក